Welcome to Costa Resort โอ้មានការជុំលាត់ទៀតយកនឹងយើងកេងតង់ណាបងប្អូនអរគ្នាមានមនុស្សច្រើនតាអូខេយើងធ្វើដំណើរចូល reception Cambodia the kingdom of wonder a most beautiful beach in Cambodia អូខេបាទសួស្តីបាទអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានធ្វើដំណើរមកកាន់កោះស្ដេចហើយកម្មវិធីរបស់ខ្ញុំថ្ងៃនេះគឺយើងធ្វើដំណើរទៅកាន់កោះស្មាច់បាទដើម្បីស្ទូចត្រីបាទកំសាន្តលេងបាទសម្រាប់ធ្វើដំណើរជាលក្ខណៈបែបអភិជនម្ដងបាទអូខេខាងនេះខាងក្រោយខ្ញុំនេះគឺហៅថា resort អភិជនបាទដែលមានអាំងទឹកវែងហ្នឹងបាទបងប្អូនអរគ្នាបាទខាងក្រោយហ្នឹងបាទហើយខ្ញុំធ្វើដំណើរនៅលើផែរបស់គាត់ទៅកាន់កោះស្មាច់ដើម្បីស្ទូចត្រីអូខេអញ្ចឹងចង់ដឹងថាការស្ទូចត្រីរបស់ពួកខ្ញុំយ៉ាងម៉េចហើយបានត្រីច្រើនដែរអត់បាទសូមអញ្ជើញមកទស្សនាជាមួយនឹងខ្សែវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទសូមអញ្ជើញបាទហើយខ្ញុំបានក៏ចង់ជម្រាបប្រាប់ផងដែរថាប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានសម្រស់បាទឆ្នេរសមុទ្របែបស្អាតបាទមិនចាញ់មកបណ្ដាលប្រទេសនានាដែលនៅបាទក្នុងពិភពលោកយើងទេបើអញ្ចឹងទេយើងឃើញថាសូម្បីតែទឹកបាទសមុទ្រដែលនៅខាងក្រោមខ្ញុំហ្នឹងគឺទឹកពណ៌ខៀវតែម្ដងបាទឆ្លុះបញ្ចាំងឲ្យឃើញថាសមុទ្រខ្មែរគឺសមុទ្រដែលស្រស់ស្អាតហើយសមុទ្រដែលស្ងប់ខ្យល់បាទអត់មានខ្យល់ធំទេហើយជាមួយនឹង resort បាទជាច្រើនបាទដ៏ស្រស់ស្អាតហើយជាមួយនឹងឆ្នេរខ្សាច់បាទដ៏ក្បោះបាទសក្បោះតែម្ដងបាទហើយពិភពលោកក៏ដូចជាប្រទេសកម្ពុជាប្រសិទ្ធនាមថាតំបន់ឆ្នេររបស់ប្រទេសកម្ពុជាគឺជាតារារះនាទិសនិរដីពិតជាមិនខុសឡើយបាទនេះទាំងអស់គ្នាបាទអ្នកទាំងអស់គ្នាយើងមើលណាទឹកសមុទ្ររបស់ប្រទេសកម្ពុជាថ្លាឆ្ខ្វង់តែម្ដងបាទចាំងឆ្លុះបាទមើលឃើញបាតដីបាទក៏សូមបាទជម្រាបបន្ថែមដែរថាក្រៅពីការធ្វើដំណើរទៅស្ទូចត្រីបាទនៅកោះស្មាច់បាទពួកយើងនឹងទស្សនាបាទនៅផ្កាថ្មដ៏ស្រស់ស្អាតដែលជាសម្បត្តិបាទលក្ខណៈធម្មជាតិបាទនៃសមុទ្រខ្មែររបស់យើងបាទអញ្ចឹងទេខ្ញុំគិតថាបើសិនបាទអ្នកទាំងអស់គ្នាបានទស្សនាវីដេអូនឹងហើយកុំភ្លេចបាទទី1នោះគឺជួយបាទ promote បាទផ្សព្វផ្សាយបាទអំពីតំបន់ទេសចរបែបជាលក្ខណៈក្នុងតំបន់ក៏ដូចជាអន្តរជាតិបាទទៅឲ្យបាទភ្ញៀវបរទេសបាទដើម្បីគាត់ស្គាល់ប្រទេសកម្ពុជារបស់យើងកាន់តែច្បាស់ហើយជាពិសេសបាទនៅសម្រស់បាទឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើនបាទដើម្បីតាក់ទាញបាទភ្ញៀវទេសចរមកទស្សនាបាទនៅក្នុងប្រទេសកម្ពុជារបស់យើងជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះយើងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់អស់ហើយបាទតាក់ទងជាមួយនឹងផ្លូវថ្នល់លឿនបាទផ្លូវជាតិលេខ48បាទដើម្បីចេញពីស្រែអំបិលមកកាន់កោះកុងក៏ផ្លូវស្អាតដែរហើយតារាសាគរក៏មានបាទអាកាសយានដ្ឋានបែបលក្ខណៈអន្តរជាតិដែរបាទហើយនៅក្នុងតំបន់ទៀតបាទដូច្នេះហើយគួរតែបាទជួយផ្សព្វផ្សាយបាទអំពីតំបន់ទេសចរនៃប្រទេសកម្ពុជារបស់យើងឲ្យទៅដល់អន្តរជាតិគាត់បានមើលឃើញគាត់អាចធ្វើដំណើរមកទស្សនាបាទទេសចរម្នាក់បាទបង្កើតការងារជាច្រើនបាទទៅឲ្យប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងទេបាទសូមចូលរួមទាំងអស់គ្នាដើម្បីផ្សព្វផ្សាយបាទតំបន់ទេសចរនៅក្នុងប្រទេសកម្ពុជាយើងបាទកម្មវិធីស្ទូចត្រីបាទសម្រាប់ក្រុមគ្រួសាររបស់ TS យើងបាទធ្វើដំណើរទៅកោះស្មាច់របស់ត្រីសួស្តីបាទអ្នកទាំងអស់គ្នាខ្ញុំបាទធ្វើដំណើរឡើងទៅលើទូជឿនហើយបាទអញ្ចឹងគឺយើងតាមចាក់ចេញពីខែក៏អភិជនបាទធ្វើដំណើរទៅកាន់កោះស្មាច់បាទដើម្បីស្ទូចត្រីបាទអូខេធ្វើដំណើរចេញហើយក្តាប់ត្រីបាទអូខេវ៉ាន់ទៀតហើយវ៉ាវអូខេនេះបានត្រីមួយឡើងលយមកត្រីខ្ជូតមកបាទភ្នែកវាស្អាតណាអូខេអូ
Đây ok. Wow chọc thầy mến. Chọc thấy con chọc Ô thì lại. Wow và mang cái đập thầy mùi là ok good. chọc đi phí hết không? Đấy chồng khang. Bị đánh. Chọc là chia tôi trade cho là chia mà chứ. Ô vì chạy nam đâu mấy. Muốn nước là đá thì ta. នេះសមិទ្ធផលបាទអស់ប្រហែលជាទុក1ម៉ោងលើហើយបាទចាយពេលអស់1ម៉ោងហើយបាទយើងមើលឃើញបានប៉ុណ្ណឹងបាទអស់រយៈពេលប្រហែលជា1ម៉ោងជាងបាទគឺយើងធ្វើការស្ទូចបាននៅតំបន់បាទកោះស្មាច់នេះយើងឃើញថាមានត្រីដែរប៉ុន្តែគាត់ថាត្រីរៀងទូចបាននៅទីតាំងនេះបាទអញ្ចឹងឥឡូវយើងបន្តដំណើរបាទទៅគៀកជាមួយនឹងកោះតិចបាទយើងទៅរកត្រីតកែបាទកន្លែងដែលមានថ្មប្របាស់ទឹកច្រើនបាទត្រីតកែក៏មានច្រើនដែរបាទអញ្ចឹងធ្វើដំណើរជាមួយខ្ញុំទាំងអស់គ្នាអូខេ Hold on. Hello? Okay. Wow, it's a big one, guys. Wow, it's about 1 kilo. Yeah. It's a nice guy. Wow. Okay. Yeah. Thầy cô tôi chiên thầy cả mấy mà. Okay, thầy cô. សមិទ្ធផលបាទគឺយើងសមុទ្រខ្មែរយើងបាទសបោណាបាទត្រីធំធំច្រើនណាបងប្អូនអរគ្នាអូខេផ្លិចមកកោះស្ដាច់បាទទូចត្រីបាទនៅកោះស្មាច់ណាអូខេហើយមេអូម៉េវ៉ាវបិទបងអត់សាច់ប៉ុណ្ណឹងវាឆ្ងាញ់មកជាសម្រាប់បាទទេសភាពបាននៅកោះស្ដាច់បាននៅប្រទេសកម្ពុជារបស់យើងគឺល្អមែនតើបាទឥឡូវយើងចាប់ដើមមកចាក់ចេញបាទពីរោងចក្រតាមជនមកដំណើរត្រឡប់ទៅកាន់បាទដីគុកថ្ងៃបាទអូខេសេវាកោះស្ដាច់បាទសង្ឃឹមថាជួបគ្នាបាទនៅទីក្រុងអូខេ so let's go to